ដែលកំពុងតែចង់យល់ដឹងអំពីជំនាញ IT សូមកុំភ្លេចមើលវីដេអូនេះដល់ចប់អូខេណានៅក្នុងវីដេអូថ្ងៃនេះខ្ញុំចង់ផ្ដោតសំខាន់ទៅលើជំនាញ IT មុនដោយសារតែខ្ញុំនឹងចែករំលែករហូតដល់10ជំនាញតកតងទៅនឹងជំនាញផ្សេងៗដែលយុវជននៅក្នុងសាកលវិទ្យាល័យត្រៀមខ្លួនចូលទៅក្នុងជីវិតនាមជានិស្សិតណាចឹងជំនាញទី1ដែលខ្ញុំចែករំលែកនេះគឺជំនាញ IT ដោយសារតែជាជំនាញរបស់ខ្ញុំផ្ទាល់ខ្ញុំគិតថាខ្ញុំអាចនឹងផ្ដើមវាដោយមានធម៌ពលពេញទំហឹងនៅក្នុងការចែករំលែកណាចេះសួរថាបងអ្វីទៅជាជំនាញ IT ហ្នឹងគឺទៅអានព័ត៌មានឬក៏អានកសែតនឹងមែនព្រោះខ្ញុំឃើញជាភាសាខ្មែរគេហៅព័ត៌មានវិទ្យាណាជាស្ដែងទៅទៀនសោតខ្ញុំក៏ជាយុវជនម្នាក់ដែលធ្លាប់យល់ច្រឡំជាមួយនឹងជំនាញព័ត៌មានវិទ្យានេះដែរព័ត៌មានវិទ្យានេះមិនមែនមាននេះតែអានព័ត៌មានឬក៏ទៅធ្វើអ្នកយកព័ត៌មានឬអានកសែតទេនៅក្នុងលក្ខខណ្ឌនេះមានន័យថានៅពេលដែលបងអូនទៅរៀនជំនាញ IT បងអូននឹងយល់ដឹងតកតងទៅនឹងការបង្កើតបច្ចេកវិទ្យាថ្មីតកតងទៅនឹងបង្កើតបច្ចេកវិទ្យាឬក៏ប្រព័ន្ធ system ផ្សេងៗដើម្បីបម្រើទៅលើផលប្រយោជន៍របស់មនុស្សហើយជាពិសេសគឺដោះស្រាយនៅបញ្ហានៃជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សដោយប្រើប្រាស់ទៅលើបច្ចេកវិទ្យាដើម្បីជាអ្នកសម្រួលមានន័យថាដូចជា application បងប្អូនទាំងនេះអាចឃើញ mobile app របស់ ABA ឬក៏ mobile របស់ធនាគារផ្សេងឬក៏ application មួយចំនួនដូច game ដូច Mobile Legend ដែលបងអូនលេងហ្នឹងមានន័យថាសុទ្ធតែកើតឡើងតាមរយៈប្រព័ន្ធមនុស្សជាអ្នកគេហៅអ្នករៀន IT ហ្នឹងគាត់ជាអ្នកបង្កើតផ្ទាល់អញ្ចឹងបងអូនសួរថាបងនៅក្នុងចំណេញ IT ខ្ញុំឃើញដូចជាគេថាមាន Computer Science ហើយនិង ITE Computer Science និង ITE ហ្នឹងវាខុសគ្នាយ៉ាងម៉េចទៅបងនៅក្នុងនេះខ្ញុំអត់ចង់ឲ្យលំអិតឲ្យស៊ីជម្រៅទេប៉ុន្តែគាត់ថាចង់บอกថាបើសិនជាបងអូនចង់បាន knowledge ច្បាស់លាស់មួយណាក៏ជាជម្រើសរបស់បងអូនដែរប៉ុន្តែខ្ញុំសូមសង្កេតថាអាពីរហ្នឹងគឺរៀនខុសគ្នាណានៅក្នុងជីវិតសាកលវិទ្យាល័យបងអូនត្រូវស្វែងយល់ចំណោទដែលខ្ញុំឲ្យដោះស្រាយនៅក្នុងបងអូនទៅរៀនមុននឹងចូលទៅដាក់ពាក្យនៅក្នុងជំនាញ IT ដោះស្រាយ2ទី1បងអូនទៅរៀនទៅស្វែងយល់ពី Computer Science សិននៅលើប្រព័ន្ធអ៊ីនធឺណិតទី2បងអូនទៅរៀនស្វែងយល់ពី ITE សិននេះជាចំណោទពីវីដេអូខ្ញុំណាខ្ញុំអត់ប្រាប់ទេដោយសារប្រាប់វិញណាបាច់បានបកស្រាយទៀតទេចឹងសួរថាតើបងបន្ទាប់ពីខ្ញុំយល់ពីអ្វីទៅជា IT ខ្ញុំគួរតែទៅរៀននៅសាលាណាសាលាសាកលវិទ្យាល័យភូមិនៅក្នុងប្រទេសកម្ពុជារបស់យើងណាសឹងតែជំនាញ Information Technology ឬក៏ IT ហ្នឹងណាមានគ្រប់ទាំងអស់ប៉ុន្តែអ្វីដែលខ្ញុំចង់ផ្ដោតយុវជនទី1គឺ quality តើសាលាហ្នឹងបរៀនទៅគាត់មានកូនសិស្សចេញមកធ្វើការល្អអត់ហើយចេញមកមានស្នាដៃកូនសិស្សល្អជាគំរូដល់យើងដែរឬក៏អត់ទី2មើលអាយុកាលដែរមិនមែនទៅរៀននៅសាកលវិទ្យាល័យឲ្យគេផ្ដល់អាហារូបករណ៍ប៉ុបបងអូនទៅរៀនប៉ុបទេមានថាក្នុងកលៈទេសៈនេះយើងត្រូវបែងចែកនិងស្វែងយល់អំពីquality ឬក៏គុណភាពនៅក្នុងការបរៀនគុណភាពនៅក្នុងអាយុកាលអីចឹងទៅហើយជាពិសេសគឺតកតងទៅនឹងការដែលយើងសួរសិស្សច្បងតើគួររៀនអត់ប៉ុន្តែក្នុងនេះវីដេអូនេះមិនបាច់សួរសិស្សច្បងទេខ្ញុំចែករំលែកក្នុងនាមខ្ញុំមិនមែនជាអ្នក Sweater ទេមិនមែនជាអ្នកដែលផ្ដល់ប្រឹក្សាអីទៅលើសាលា professional ទេតែខ្ញុំសូមចាត់ចំណាត់ថ្នាក់ជ្រើសរើសតែសាលា4តែប៉ុណ្ណោះសម្រាប់បងប្អូនតានេះគូពិចារណាសាលាទី1គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញឬក៏គេហៅ OUPP ទី2គឺតកតងទៅនឹងសាកលវិទ្យាល័យបច្ចេកវិទ្យាកម្ពុជាឬក៏ ITC សាលាទី3គឺ PPIU ហើយនិងសាលាទី4គឺ UME ចឹងនៅក្នុងសាលាទាំង4នេះហើយឬក៏សាលាផ្សេងដូចជា Norton ឬក៏អីផ្សេងទៀតខ្ញុំគិតថាបងប្អូនគួរគិតពិចារណានៅពេលដែលបងប្អូនបោះជំហានជើងចូលទៅក្នុងការសិក្សាទៅលើជំនាញ IT ជំនាញ IT សឹងតែគ្រប់ថ្នាក់សាកលវិទ្យាល័យទាំងអស់បងប្អូនអាចនិយាយបានថាមានប៉ុន្តែសួរតែគុណភាពនៃការបង្រៀនយ៉ាងម៉េចខ្ញុំអត់ហ៊ានឲ្យនិយមន័យទេប៉ុន្តែតើតស៊ីសងលើបងប្អូនទាំងអស់គ្នាសូមយកបន្ថែមរិះគិតបន្ថែមផងដែរនៅក្នុងចំណេញបន្តទៀតសួរថា
what you will to learn តើអ្នកទាំងអស់គ្នានឹងរៀនអីបន្ទាប់ពីយើងសិក្សាអំពីសាកលវិទ្យាល័យហើយយើងត្រូវយល់ថាយើងត្រូវរៀនអីនៅក្នុងថ្នាក់សាកលវិទ្យាល័យហ្នឹងទី1បងប្អូនទាំងអស់គ្នាត្រូវតែអាចនឹងរៀនទៅលើបញ្ហា program ឬគេហៅភាសា language មួយចំនួនដើម្បីធ្វើម៉េចយើងយល់ដឹងឧទាហរណ៍ដូចទៅរៀនកខអញ្ចឹងបងប្អូនទាំងអស់គ្នាអញ្ចឹងបានន័យថាក្នុងនិស្សិត IT ហ្នឹងណាដូចទៅរៀនឡើងវិញអញ្ចឹងទាមទារឲ្យយើងសិក្សាភាសាមួយមិនមែនមួយទេហើយក៏មិនមែនពីរដែរចាប់ពី5ឡើងទៅគេណាចឹងនៅក្នុងចំណុចទី3គឺតកតងនឹង database សួរថា database ហ្នឹងគឺជាអីរបៀបដូចជារចនាសម្ព័ន្ធការចងក្រងទិន្នន័យអញ្ចឹងខ្ញុំនិយាយអញ្ចឹងណាកុំឲ្យស៊ីជម្រៅពេកទី3គឺតកតង networking បងប្អូនទាំងអស់គ្នាដូចជា internet ឬក៏បណ្ដាញតភ្ជាប់រវាង internet មួយទៅ internet មួយទៅបងប្អូនទៅដាក់ internet តាមផ្ទះអីចឹងណានៅ Wi-Fi ផ្សេងៗណាអានេះគេហៅ networking ណាខ្ញុំសូមឲ្យ basic ឯណាទី3គឺទី4គឺ system development ទាក់ទងនឹងការ build លើ system មួយចំនួនណាទៀតបងប្អូនឃើញapp របស់ធនាគារមួយចំនួនអានេះយើងឧទាហរណ៍ចេះស្ដែងណាយើងឃើញមានការបង្កើតអីផ្សេងៗអញ្ចឹងទៅនេះហើយវាគឺជាអ្វីដែលគ្នាយើងទៀមទាហើយជាពិសេសគឺការខិតខំបង្ខំព្យាយាម practice ហើយយកចិត្តទុកដាក់ជាមួយនឹងការសិក្សាទៅបញ្ហាទាំងអស់ហ្នឹងដែរនៅក្នុងចំណុចទី4ដែលតទៅនឹង requirement ឬក៏តម្រូវការចំពោះនិស្សិត IT តាមពិតទៅតម្រូវការខ្ពស់មែនតើប៉ុន្តែបើសិនជាយើងធ្វើវាបានបងប្អូនទាំងគ្នាជោគជ័យនៅក្នុងវិស័យ IT នេះតែម្ដងមានន័យថាយើងអាចងាយស្រួលនៅក្នុងការរកការងារងាយស្រួលនៅក្នុងការស្វែងយល់អំពីបញ្ហាផ្សេងៗនៅពេលដែលយើងសិក្សាអញ្ចឹងទៅទី1ត្រូវតែមាន logical thinking នេះកម្រមានយុវជនដែលមានកម្រិតការគិតបែបជា logical ណាស់ប៉ុន្តែបើសិនជាមានខ្ញុំគិតថាគ្នាយើងគួរតែទៅសម្រេចចិត្តទៅរៀនអាហ្នឹងតើមិនខុសទេទី3ទី2គឺ patient នេះគឺជាចំណុចដែលយើងហៅថាជីបតស៊ូអត់ធ្មត់ជាយាមអញ្ចឹងណាអញ្ចឹងគឺជារឿងចាំបាច់មែនតើទី3គឺតកតងទៅនឹង problem solving mindset មនុស្សខ្លះអត់ចូលចិត្តដោះស្រាយបញ្ហាតែពេលឃើញបញ្ហាគេខ្លួនហ្នឹងអញ្ចឹងមិនបាច់ទៅរៀន IT ទេណាព្រោះបញ្ហាមិនចេះអស់ទេអ្នករៀន IT ណាចំណុចទី4គឺវិជ្ជាយាមអត់ធ្មត់ព្យាយាមតស៊ូអនុវត្តជារៀងរាល់ថ្ងៃបងប្អូនតែចាំថាអ្នករៀន IT នៅក្នុងបញ្ញាបត្រក៏ដោយបើសិនបើធ្វើប្រហែលអត់បានអនុវត្តឬអីផ្សេងៗណាគ្នាយើងអត់បានសិក្សាបន្ថែមស្វែងយល់បន្ថែមទេគឺប្រៀបដូចខ្លួនឯងហ្នឹងកំពុងជាប់គុកអញ្ចឹងអូខេចឹងជាទូទៅនៅពេលដែលយើងមានចំណុចទាំងអស់នេះហើយជាប់ opportunity គ្នាយើងមានអីគេខ្លះជាប់ opportunity នេះយើងអាចទី1ខ្លាចទៅជា software developer ណា software developer ខ្ញុំអត់ប្រហែលជាខ្មែរព្រោះខ្មែរបាក់ស្ដាប់ពេកទី3គឺតកតង web developer ណាអាចខ្លាចជា web developer ដែរទី4ខ្លាចជា system admin ទី5គឺតកតងទៅនឹង data analyst ណានឹងតកតងទៅនឹង career grow career grow គ្នាយើងទី1គឺអាចខ្លាចទៅជា senior developer ខ្លាចទៅ tech lead ណាឬក៏អាចខ្លាចទៅជា cyber security specialist ឬក៏អាចខ្លាចទៅជា freelancer ដែលយើងធ្វើការដោយខ្លួនឯងផ្ទាល់អញ្ចឹងនៅក្នុងវីដេអូថ្ងៃនេះខ្ញុំដូចជាអត់មានអ្វីបន្ថែមទេគ្រាន់តែជា key message IT is not easy but it works if you are commitment ណាជំនាញ IT វាអត់ងាយស្រួលទេប៉ុន្តែបើសិនជាអ្នកនរគ្នាមានការតាំងចិត្តអ្នកនរគ្នានឹងខ្លាយទៅជាយុវជនម្នាក់ដែលមានសក្តានុពលហើយមានធម៌ពលនៅក្នុងការប្រើប្រាស់ទាញយកប្រយោជន៍ផ្សេងៗអំពីសង្គមយើងជាក់ស្ដែងដែលយើងកំពុងរស់នៅអូខេក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណច្រើនណាបាយបាយសំណាងល្អបាយបាយ